អារម្មណ៍ដែលទទួលបានហើយតើធ្វើអារម្មណ៍បែបណាដែលថាបងប្អូនទទួលបានរួចរាល់តើបងប្អូនទាំងអស់គ្នាទៅតាមដានវគ្គទី8ដែលសម្រាប់ដោយលោកគ្រូតុនសុបិនលោកអ្នកទទួលបានពួកវាហើយចេញពីនឹងមកលោកអ្នកអាចផ្ដោតអារម្មណ៍ទៅលើអ្វីដែលលោកអ្នកចង់អរគុណលោកអ្នកប្រកាសជារីករាយបន្ទាប់មកចូលទៅថ្ងៃរបស់ពួកយើងរួចហើយបញ្ចេញឲ្យចក្រវាឡទាំងមូលបានដឹងលោកអ្នកដឹងទេអត្តកម្បាំងគឺជាការផ្លាស់ប្ដូរជីវិតពិតរបស់ខ្ញុំពីព្រោះខ្ញុំបានដឹងក្តីនៅក្នុងគ្រួសារដែលប៉ារបស់ខ្ញុំគាត់មានកំណត់អវិជ្ជមានគាត់យល់ថាអ្នកមានគឺជាកំពូលមនុស្សដែលចូលចិត្តកេងប្រវ័ញ្ចអ្នកគ្រប់គ្នាគាត់គិតថាអ្នកណាដែលមានលុយកាក់សុទ្ធតែជាមនុស្សដែលចូលចិត្តបោកអ្នកដទៃដូច្នេះខ្ញុំរស់ពោពេញទៅដោយភាពជឿជាក់ជាច្រើនតាក់ទងទៅនឹងលុយកាក់បើសិនជាយើងមានលុយកាក់វាធ្វើឲ្យលោកអ្នកមិនល្អវាមានតែមនុស្សអាក្រក់ទេប្រាក់ទាំងនេះវាមិនអាចដុះនៅលើដើមឈើបានទេវាគឺជាបញ្ហាសំខាន់លោកអ្នកគិតថាខ្ញុំជាអ្នកណា Riseler នេះគឺជាប្រយោគមួយជាទីពេញចិត្តរបស់គាត់ដូច្នេះខ្ញុំធំដឹងក្តីជឿជាក់ថាជីវិតខ្ញុំមានការលំបាកណាស់បាទកន្លែងនេះលោក Checkenfield គាត់បាននិយាយថាគាត់បានធំឡើងដឹងក្តីមកនៅក្នុងក្រុមគ្រួសារមួយដែលមានទស្សនៈអវិជ្ជមានជាមួយទៅនឹងភាពមានបាននឹងឯងក៏ជាមូលហេតុដែលធ្វើឲ្យលោក Checkenfield ហ្នឹងគាត់មានផ្នត់កំណត់មួយថាគាត់មិនចង់ខ្លាយទៅជាអ្នកមានស្អីទេហើយជីវភាពផងគាត់បើទោះបីជាគាត់រកបានលុយច្រើនប៉ុណ្ណាក៏ដោយក៏ធ្វើឲ្យគាត់ហ្នឹងមិនមានជីវភាពធូរធារដែរដោយសារតែអីដោយសារតែគាត់បានសិតប្រូក្រាមមួយថានៅពេលដែលគាត់ខ្លាយទៅជាអ្នកមានបាទគាត់នឹងខ្លាយទៅជាមនុស្សអាក្រក់តាមតែឪពុកផងគាត់នឹងបានប្រាប់កាលពីគាត់នឹងនៅពីក្មេងថាអ្នកមាននឹងមិនល្អទេអ្នកមាននឹងគឺជាមនុស្សអាក្រក់ហើយដើម្បីខ្លាយទៅជាអ្នកមានទៅបានវាតតែយើងនឹងជិះជាន់អ្នកដតីបាទនិយាយរួមគឺកន្លែងហ្នឹងចង់និយាយថាអ្នកមានគឺមិនមែនជាមនុស្សល្អទេហើយម្យ៉ាងវិញទៀតរាល់ពេលដែលគាត់សុំលុយឪពុកផងគាត់ម្ដងឪពុករបស់គាត់ហ្នឹងតែងតែនិយាយថាឯងគិតថាយើងនឹងជាមហាសេដ្ឋីគិតថាយើងនឹងអាចជប់លុយបានទេអញ្ចឹងប្រយោគទាំងអស់ហ្នឹងធ្វើឲ្យលោក Checkenfield ហ្នឹងគាត់មានសភាពដកជាប់នៅកន្លែងហ្នឹងឯងអញ្ចឹងជីវិតផងគាត់បើទោះបីជាខំប្រឹងប៉ុណ្ណាក៏ដោយក៏វាអត់មានពលឺស្អីដែរព្រោះគាត់បានសិតប្រូក្រាមតាំងពីក្មេងមកម្លេះបាទមានការលំបាកណាស់ពេលខ្ញុំធ្វើការជាមួយស្ទូនគាត់និយាយថាខ្ញុំចង់ឲ្យលោកបង្កើតគោលបំណងមួយហើយត្រូវតែធ្វើឲ្យសម្រេចបានដោយសារធ្វើឲ្យចិត្តរបស់ខ្ញុំរំភើបហើយលោកអ្នកអាចដឹងបានលុះត្រាតែខ្ញុំគិតដល់បាទហើយកន្លែងនេះគាត់បានទៅជួបជាមួយនឹងលោកស្ទូននឹងបាននិយាយថាបើសិនជាឯងចង់ផ្លាស់ប្ដូរជីវភាពបាទពីមធ្យមពីអ្នកក្រហ្នឹងឲ្យคล้ายទៅជាអ្នកមានជាងហ្នឹងសូមឯងចាប់ផ្ដើមផ្លាស់ប្ដូរពីអារម្មណ៍ឡើងទៅមានន័យថាពីមុនលោក Checkenfield ហ្នឹងគាត់មានអារម្មណ៍អវិជ្ជមានជាមួយទៅនឹងអ្នកមានអញ្ចឹងបន្ទាប់ពីគាត់ទៅជិះគ្នាហើយលោកបាទ Stone ហ្នឹងគាត់បានដឹងថាអូ Checkenfield ច្បាស់ជាមានការប៉ះពាល់អារម្មណ៍ណាមួយកាលនៅពីក្មេងហ្នឹងអញ្ចឹងទើបគាត់ដឹងថាប្រហែលជាមកពីរឿងដែលឪពុកម្ដាយផងគាត់នឹងមានទស្សនៈអវិជ្ជមានជាមួយនឹងអ្នកមាននឹងហើយបាទអញ្ចឹងហើយបានជាគាត់និយាយថាសូមឲ្យ Checkenfield ឯងហ្នឹងផ្លាស់ប្ដូរអារម្មណ៍ជាមុនសិនបាទផ្លាស់ប្ដូរអារម្មណ៍ពីអារម្មណ៍មិនល្អទៅជាអារម្មណ៍ល្អជាមុនសិនហើយចាំគិតបាទគិតគូរទៅតងជាមួយនឹងគោលដៅបន្ថែមទៀតដែលលោកអ្នកអាចសម្រេចបំណងប្រកបនេះនៅពេលនោះខ្ញុំក៏បានរកកម្រៃ$8,000នៅក្នុងមួយឆ្នាំហើយនៅពេលនោះដែលលោកអ្នកចង់បានអ្វីមួយយ៉ាងដែលមានការវាស់វែងបានដូច្នេះខ្ញុំក៏និយាយថាត្រូវតែរកឲ្យបាន$100,000នៅក្នុងមួយឆ្នាំហើយខ្ញុំក៏មិនដឹងថាខ្ញុំអាចធ្វើបានដែរខ្ញុំអត់មានចិត្តសាស្ត្រខ្ញុំអត់មានសមត្ថភាពប៉ុន្តែខ្ញុំនិយាយថាខ្ញុំត្រូវតែប្រកាសខ្ញុំត្រូវតែជឿជាក់ខ្ញុំត្រូវតែធ្វើឲ្យដូចជាការពិតហើយនឹងធ្វើឲ្យបានខ្ញុំក៏អាចធ្វើបានមែនមានចំណុចមួយដែលគាត់គិតថាខ្ញុំបាទហើយបន្តមកទៀតក៏លោក Stone ហ្នឹងគាត់បានឲ្យ Checkenfield ទៅសេបាទបន្ថែមលីសូនឲ្យបាន$100,000បាទទៅលើกระดาษបាទ$1អញ្ចឹងលោក Checkenfield ហ្នឹងក៏គាត់ចាប់ផ្ដើមធ្វើទៅតាមលោក Stone ហ្នឹងហើយគាត់ក៏មិនដឹងថានឹងសម្រេចអាលុយ$100,000ហ្នឹងតាមវិធីសាស្ត្រណាទេព្រោះគាត់ខ្លួនឯងហ្នឹងក៏គាត់មិនដឹងថាគាត់ហ្នឹងនឹងប្រកបកិច្ចការងារអីឬក៏មានសមត្ថភាពណារកលុយឲ្យលើសពីហ្នឹងទេព្រោះប្រាក់ខែប៉ុនគាត់ដែលជាប្រាក់ចំណូលដែលគាត់រកបានហ្នឹងគឺត្រឹមតែប្រហែល$6,000ឬក៏$7,000ទេអញ្ចឹងបើយើងគិតទៅវាគឺជារឿងមួយដូចជាមិនអាចទៅរួចទេបាទតោះឥឡូវយើងក៏លេចមើលវីដេអូទៀតរាល់ថ្ងៃខ្ញុំបានបិទភ្នែកស្រមៃគោលបំណងដែលយើងទទួលបានរួចទៅហើយទីបំផុតខ្ញុំបាទអញ្ចឹងកន្លែងនេះដែលបងប្អូនទាំងអស់គ្នាបានទស្សនារួចមកហើយកន្លែងនេះគេឲ្យឈ្មោះថាមនោភាពឬក៏ vision board ឬក៏ dream board មានន័យថាគឺជាការសម័យឲ្យឃើញចំនួនទឹកប្រាក់ឲ្យឃើញការសម្រេចអំពីគោលដៅណាមួយរបស់ខ្លួនហើយកុំភ្លេចបញ្ចូលក្តីស្រឡាញ់និងបំណងប្រាថ្នាទៅក្នុងនឹងផងថាអ្នកនឹងកំពុងតែមានរបស់នឹងរួចបាត់ទៅហើយ